3 ដំណាក់កាលនៃមេរោគអេដស៍ដំណាក់កាលទី3នៃមេរោគអេដស៍ការវិវត្តទៅរកជំងឺមេរោគអេដស៍ពេញលេញប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ហើយអ្នកមិនបានព្យាបាលនោះទេវាជាហេតុដែលនាំឲ្យមេរោគនឹងបំផ្លាញប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យកាន់តែចុះខ្សោយទៅពេលនោះរោគសញ្ញាមួយចំនួននឹងលេចឡើងទី1ធ្វើឲ្យអ្នកស្រកទម្ងន់យ៉ាងលឿនទី2គ្រុនក្តៅទួនឬបែកញើសច្រើននៅពេលយប់អស់កម្លាំងលិតហើយរោគអ្វីប្រដូចគ្មានហើមក្រពេញឬក៏ពងបែកនៅក្រោមក្លៀកកលៀននិងកញ្ចឹងករយៈពេលយូររីករស់រយៈពេលជាង1សប្តាហ៍ដំបៅឬក៏រលាកបបោមាត់រន្ធគូតនិងអង្គជាតិហៅថាប្រដាប់ភេទចាហើយរលាកតងសួតមានស្នាមជាំក្រហមឬក៏ពណ៌កាឈូកឬក៏ពណ៌ស្វាយនៅលើស្បែកក្រោមស្បែកក្នុងមាត់ច្រមុះឬត្របកភ្នែកឆាប់ភ្លេចភ្លាំងកើតរោគតាប់ប្រមល់ក្នុងចិត្តច្រើនប្រព័ន្ធប្រសាទដំណើរការមិនសូវរីករាយរោគសញ្ញានីមួយៗនៅក្នុងចំណោមរោគសញ្ញាទាំងអស់នេះអាចជាប់ទាក់ទងទៅនឹងរោគសញ្ញាផ្សេងទៀតហេតុនេះដោយការកត់សម្គាល់ពីខាងលើឬក៏ពីខាងដើមមកដែលជាមធ្យោបាយតែមួយគត់ដើម្បីឲ្យប្រកាសថាអ្នកមានផ្ទុកមេរោគអេដស៍អ្នកត្រូវតែទៅពិនិត្យឈាមរោគសញ្ញាភាគច្រើនក្នុងចំណោមរោគសញ្ញាទាំងអស់នេះហើយនឹងជំងឺអេដស៍គឺបណ្ដាលមកពីការឆ្លងជំងឺឱកាសនិយមតែកើតឡើងដោយសារតែប្រព័ន្ធការពាររាងកាយរបស់អ្នកត្រូវបានបំផ្លាញចាសសូមអរគុណសូមជម្រាបលា